ក្នុងវីដេអូនេះខ្ញុំនឹងប្រាប់អ្នកគ្នាពីរបៀបបង្កើត Gmail ដើម្បីអ្នកគ្នាអាចបង្កើតបានអ្នកគ្នាទៅចូលក្នុង web browser ឬក៏ Google ឬក៏ Safari របស់អ្នកគ្នាទៅអ្នកគ្នាចុច search ពាក្យថា Gmail sign up click កន្លែង sign up ហ្នឹងមកហើយទៅអ្នកគ្នាចុចកន្លែង create Gmail គេនេះ website ហ្នឹងមកអូខេ Google Hub ហ្នឹងហើយអ្នកគ្នា scroll ទៅលើអ្នកគ្នា click កន្លែង create an email អូខេតែអ្នកគ្នាមិនត្រូវឲ្យ click កន្លែង create ទៀត create account ទៀតអូខេ click កន្លែង create ហ្នឹងមកជាមាន option ច្រើនអូខេនេះ3 option អ្នកគ្នាអាច select មួយមកអញ្ចឹងបើសិនមកអ្នកគ្នាបង្កើតសម្រាប់ business អ្នកគ្នា select យក business បើសម្រាប់កូនអ្នកគ្នាយក for my child អូខេសម្រាប់ខ្ញុំ personal use អូខេខ្ញុំយក personal use ហើយទៅអ្នកគ្នាតម្រូវឲ្យដាក់ឈ្មោះអ្នកគ្នាមកអូខេ first name នេះឈ្មោះអ្នកគ្នា last name នេះទឹកជខ្ញុំចង់ដាក់ last name ខ្ញុំអញ្ចឹងឈ្មោះខ្ញុំអញ្ចឹងគេអ្នកគ្នាចុច click next មកអូខេហើយទៅអ្នកគ្នា select ថ្ងៃខែអ្នកគ្នា gender អ្នកគ្នាអាច select male female custom ឬក៏ rather not to say អ្នកគ្នាអាច select ថាអត់ប្រាប់ថាអ្នកគ្នាជាស្រីឬក៏ប្រុសក៏បានដែរអូខេខ្ញុំ select យក rather not to say អូខេហើយទៅអ្នកគ្នា click next មកថ្ងៃខែឆ្នាំកំណើតអ្នកគ្នាត្រូវដាក់ថ្ងៃខែឆ្នាំកំណើតពិតមកអូខេហើយទៅអានេះជា email ដែលវា suggest Gmail គេ suggest ឲ្យយើង select មួយអូខេអ្នកគ្នា select មួយណាក៏បានដែរឬក៏អ្នកគ្នាអាចបង្កើត email ទៅស្អីខ្លួនឯងក៏បានឬក៏អ្នកគ្នាយកអាកន្លែងគេ recommend យើងនឹងក៏បានខ្ញុំយកគេ recommend ឲ្យខ្ញុំយកឲ្យលើនេះអូខេអ្នកគ្នា click next ហើយទៅអ្នកគ្នាដាក់ password អូខេកន្លែង password ហ្នឹងអ្នកគ្នាតម្រូវឲ្យដាក់អក្សរធំនៅពីមុខមួយហើយអាក្រោយហ្នឹងអ្នកគ្នាអាចដាក់លេខសញ្ញាអីផ្សេងទៅអូខេចាប់ពី8ខ្ទង់ឡើងទៅអូខេអញ្ចឹងអក្សរធំពីមុខអាចលេខសញ្ញាដូចជាបូកដកត្រង់ជ្រូកហ្នឹងទៅអ្នកគ្នាអាចដាក់បានអូខេដាក់ password ហើយអ្នកគ្នា click next ទៀតមកអូខេហើយទៅនេះជាដំណាក់កាលចុងក្រោយអ្នកគ្នាគ្រាន់តែដាក់លេខទូរស័ព្ទអ្នកគ្នាមកអូខេឧទាហរណ៍ថាអានេះខ្ញុំអត់បង្កើតទេខ្ញុំគ្រាន់តែឧទាហរណ៍អ្នកគ្នាមើលទេអ្នកគ្នាដាក់លេខទូរស័ព្ទដែលអ្នកគ្នាកំពុងតែប្រើលើទូរស័ព្ទដៃដែលអ្នកគ្នាប្រើហ្នឹងវានឹងផ្ញើកូដទៅលេខទូរស័ព្ទអ្នកគ្នាឲ្យបំពេញអូខេតោះអ្នកគ្នាលេខប៉ុន្មានអ្នកគ្នាដាក់ឲ្យទៅអ្នកគ្នា click next ទៀតមកវានឹងមានកន្លែង verify code អូខេអញ្ចឹងសង្ឃឹមថាវីដេអូនេះជួយគ្នាកុំភ្លេចចុច like ចុច follow ជួបគ្នាវីដេអូក្រោយបាយ